ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងវិលមកជួបគ្នាសារជាថ្មីទៀតហើយហើយថ្ងៃនេះក៏មានជាប្រធានបទរសើបមួយមកចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងប្រធានបទរសើបមិនមែនចាក់លេខឲ្យសើបទេណាបងប្អូនយើងក៏ប៉ុន្តែវាជារឿងមួយដែលយើងគិតថាសាមញ្ញក៏ប៉ុន្តែវាមិនមែនជារឿងសាមញ្ញថ្ងៃនេះមកចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងផ្នែកច្បាប់បាទអំពីការជេរគេនៅតាមសាធារណៈតើយើងជេរគេនៅតាមសាធារណៈហ្នឹងតើខុសដែរឬអត់ហើយជេរគេតាមសាធារណៈហ្នឹងគឺបែបណាដែលគេហៅថាការជេរគេតាមសាធារណៈណាបាទអូខេអញ្ចឹងការជេរប្រមាថវាគឺជារឿងមួយខុសច្បាប់នៅកម្ពុជាយើងគឺចាត់ទុកថាគឺជារឿងខុសច្បាប់ការជេរប្រមាថជាសាធារណៈណាបើយើងជេរគេស្ងាត់ក្នុងចិត្តជេរគេក្នុងបន្ទប់ស្ងាត់អត់មានអ្នកឮអត់ខុសទេតែបើសិនជាយើងជេរគេតាមបណ្ដាញសាធារណៈបានន័យថាយើងកំពុងតែខុសច្បាប់ហើយអូខេអញ្ចឹងខ្ញុំនឹងជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងការជេរប្រមាថគេសាធារណៈតាមបណ្ដាញសង្គមបាទបានន័យថាទាំង Facebook ទាំង TikTok ទាំង Telegram ទាំង YouTube អីក៏ដោយឲ្យតែយើងមានពាក្យជេរប្រមាថគេនៅក្នុងហ្នឹងទាំងការសរសេរទាំងរូបភាពទាំងវីដេអូមានពាក្យជេរប្រមាថបានន័យថាយើងពិតជាខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើងហើយអញ្ចឹងទង្វើហ្នឹងគឺមិនត្រឹមតែខុសច្បាប់ទេក៏ប៉ុន្តែវាខុសជាមួយនឹងក្រមសីលធម៌រស់នៅទៅទៀតបាទវាជាបទល្មើសព្រហ្មទណ្ឌណាបងប្អូនយើងចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌដែលត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់បាទនឹងអាចឈានដល់ការដាក់ពន្ធជាប់ពន្ធធនាគារផងដែរណាបញ្ជាក់បងប្អូនយើងណាពាក្យជេរប្រមាថគេនៅតាមបណ្ដាញសង្គម Facebook TikTok YouTube Telegram ទាំងតសេអសរជេរគេហ្នឹងហើយវាសុទ្ធតែជាចាត់ទុកថាជាការជេរប្រមាថជាសាធារណៈបើយើងនិយាយអំពីក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាទង្វើទាំងហ្នឹងត្រូវបែងចែកជា2បទល្មើសចម្បងធំអញ្ចឹងបទល្មើស2ដែលចាត់ទុកថាជាបទល្មើសធំទី1នោះគឺបទបរិហាគេសាធារណៈដោយផ្អែកទៅតាមមាត្រា305តើបើកទៅបងប្អូនយើងណាទី2បទប្រមាថសាធារណៈនេះមាត្រា307អូខេឥឡូវខ្ញុំនឹងចែកជូនទៅកាន់បងប្អូនយើងចំណុចមួយចែកជូនបងប្អូនយើងបានដឹងបានជ្រាបណាតើអ្វីទៅបទបរិហាគេជាសាធារណៈបទបរិហាគេជាសាធារណៈណាសកម្មភាពនេះគឺសំដៅទៅលើណាការអះអាងម៉េចបាទឬក៏ទម្លាក់កំហុសដោយអសុចរិតនៅពេលដែលយើងអះអាងយើងសំដៅទៅលើការអះអាងអីមួយហើយយើងទម្លាក់កំហុសគេអីមួយណាឲ្យតែយើងទម្លាក់កំហុសគេអីមួយហើយយើងអះអាងថាជាអាហ្នឹងបានន័យថាយើងកំពុងតែខុសហើយយើងខុសច្បាប់ណាអញ្ចឹងការអះអាងហ្នឹងគឺអះអាងទៅលើរឿងអ្វីមួយដែលនាំឲ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គេបែរថាយើងនិយាយអញ្ចឹងយើងនិយាយអាក្រក់ពីគេហ្នឹងសួរថាពេលយើងនិយាយឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរគេទេបើសិនប៉ះពាល់សេចក្តីថ្លៃថ្នូរគេបានន័យថាយើងកំពុងតែខុសជាមួយនឹងច្បាប់ហើយក៏ប៉ុន្តែបើសិនយើងនិយាយទៅវាមិនប៉ះពាល់អីខ្លាំងណាស់ណាទេមិនប៉ះពាល់ជាមួយនឹងសេចក្តីថ្លៃថ្នូរគេទេអញ្ចឹងក៏វាមិនមែនជាកំហុសទេអាហ្នឹងណាក៏ប៉ុន្តែបើសិនជាយើងនិយាយលក្ខណៈកំហុសទៅលើចោលហ្នឹងគឺជាប់ទោសនឹងមែនហើយយើងនិយាយអញ្ចឹងមែនអាហ្នឹងជារឿងមួយផ្សេងទៀតដែរតែគេមិនបានខុសអីទាំងអស់គេអត់ដឹងអីទាំងអស់ក៏ប៉ុន្តែយើងទម្លាក់កំហុសគេដាក់ឲ្យគេណាឲ្យគេនឹងខូចគេឈ្មោះនោះយើងកំពុងតែខុសច្បាប់ហើយតើឥឡូវមកជៀបជាមួយខ្ញុំកាន់តែច្បាស់ជាមួយនឹងបទបរិហាគេនៅតាមសាធារណៈយោងទៅតាមមាត្រា305ហ្នឹងណាចំណុចទី1ខ្ញុំបញ្យល់កាន់ច្បាស់ណាការបង្ហោះតាមបណ្ដាញសង្គមណាឧទាហរណ៍យើងខឹងគេយើងចេះតែជេរគេនៅតាមបណ្ដាញសង្គមធ្វើឲ្យខូចឈ្មោះគេមិនថាការសរសេររៀបរាប់ឬនិយាយក្នុង live វីដេអូក៏ដោយយើងនិយាយហ្នឹងគឺចោទប្រកាន់គេជាសាធារណៈតែម្ដងហើយយើងឃើញមករយៈនេះគឺឃើញសបោនេះអនឡាញជេរគ្នាដាក់កំហុសដាក់គ្នាចោទប្រកាន់គ្នា
ឡាយជេរគ្នាហ្នឹងអាហ្នឹងសិតតែខុសហើយតើខុសហ្នឹងមានទោសអត់តើឥឡូវខ្ញុំបញ្យល់អំពីទោសវិញទោសតន់ណាទោសតន់ដែលត្រូវទទួលទោសតន់ដែលត្រូវផ្ដន់ទាទោសពិន័យហ្នឹងគឺពិន័យជាប្រាក់ចាប់ពី 10,000 រៀលទៅ 10 លានរៀលហើយគ្មានទោសជាប់ពន្ធនាគារឡើយជ័យប្រមាថវាអត់មានទោសជាប់ពន្ធនាគារក៏ប៉ុន្តែត្រូវពិន័យជាប្រាក់ 10,000 រៀលទៅរហូតដល់ 10 លានរៀលប៉ុន្តែត្រូវសងជំងឺចិត្តទៅកាន់ជនរងគ្រោះអ្នកដែលយើងជេរគេហ្នឹងណាយើងជេរគេហ្នឹងយើងត្រូវសងជំងឺចិត្តគេដែរតាមការទាមទារនិងសម្រេចរបស់តុលាការចំណុចនេះនៅពេលដែលយើងជេរគេហើយច្បាប់គឺត្រូវឲ្យយើងនឹងផាកពិន័យយើង 10,000 រៀលរហូតដល់ 10 លានរៀលហើយតុលាការនឹងកំណត់ជាថវិកាដើម្បីសងជំងឺចិត្តទៅកាន់អ្នកដែលយើងជេរគេអ្នកដែលយើងជេរបានគាត់នឹងជាជនរងគ្រោះហើយដែលត្រូវទទួលការដែលយើងជេរនោះឯងអញ្ចឹងក៏ត្រូវសងជំងឺចិត្តគាត់ជាលុយដែរវាអត់មានទោសជាប់ពន្ធនាគារទេអាហ្នឹងយើងជេរប្រមាថគេនៅតាមបណ្ដាញសង្គមតាមសាធារណៈណាអាហ្នឹងបរិហាគេដោយសាធារណៈជាងបងប្អូនយើងជ្រាបហើយមិនថាការសរសេរមិនថាការឡាយនិយាយមិនថាការបង្ហោះអីផ្សេងខ្លឹមសារផ្សេងទេវាចូលនៅក្នុងបទប្រមាថដែរអូខេបាទចំណុចទី2ខ្ញុំនឹងជម្រាបជូនទៅកាន់បងប្អូនយើងអំពីបទប្រមាថជាសាធារណៈដោយយោងទៅតាមមាត្រា307និយាយពីសកម្មភាពសំដៅទៅលើការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថបែរថាយើងប្រើពាក្យសម្ដីជេរប្រមាថរបស់យើងនេះទៅជេរគេណាហ្នឹងណាយើងដៀលខ្មេះគេយើងប្រើពាក្យអសុរោះទៅកាន់គេយើងប្រើកាយវិការច្រលើសបឺដាក់គេនៅតាមបណ្ដាញសង្គមយើងឧទាហរណ៍ណាយើងធ្វើឡើងក្នុងគោលបំណងគឺមើងងាយគេតែម្ដងយើងដៀលគេឈ្មោះអ្នកដតីដោយគ្មានការទម្លាក់ដោយគ្មានការទម្លាក់កំហុសលើរឿងអ្វីមួយណាបាទជាក់លាក់ឡើយបាទថាវាគ្មានអ្វីច្បាស់បាទជេរគេទៅពីអញ្ចឹងទៅទម្លាក់នេះទម្លាក់នោះកំហុសនេះកំហុសនោះទៅពីនៅតាមបណ្ដាញសង្គមអញ្ចឹងបងប្អូនយើងឥឡូវខ្ញុំឧទាហរណ៍ឲ្យយល់បន្តិចឧទាហរណ៍ថាបើយើងប្រើពាក្យជេរអសរោះចំបាទថាយើងជេរបុគ្គលកជេរអាមួយនោះជិះនៅតាមបណ្ដាញសង្គមបាទថាយើងកំពុងតែខុសច្បាប់ហើយណាយើងត្រូវកំពុងតែខុសច្បាប់ហើយអញ្ចឹងបើយើងជេរគេអញ្ចឹងมันមានទោសជាប់ពន្ធនាគារទេបងប្អូនយើងក៏តែទោសពិន័យជាប្រាក់ចាប់ពី 10,000 រៀលរហូតដល់ 10 លានរៀលបញ្ជាក់ឡើងហ្នឹងណាអូខេតើឥឡូវខ្ញុំនិយាយអំពីករណីមួយដែលអាចឈានទៅដល់ការជាប់ពន្ធនាគារមិនមែនថាយើងជេរមិនជាប់ណាប៉ុន្តែបើសិនជាកម្រិតមួយដែលធ្ងន់វាអាចជាប់ដែរអាហ្នឹងវាអាស្រ័យទៅលើប្រព័ន្ធតុលាការណាបាទតើឥឡូវមកជ្រាបលម្អិតបន្តិចអ្នកដែលជេរគេអាចជាប់ពន្ធនាគារទោស3ណាអធិស្ឋានទោស3ទោះបីជាបទបរិហាគេនិងបទប្រមាថជាសាធារណៈមានត្រឹមតែទោសពិន័យជាប្រាក់ក៏ដោយក៏ប៉ុន្តែប្រសិនបើការជេរប្រមាថនោះមានលក្ខណៈធ្ងន់ធ្ងរដូចខាងក្រោមណាជនល្មើសអាចនឹងត្រូវជាប់គុកណាអាចជាប់គុកណាតើអ្វីខ្លះដែលអាចយើងជេរទៅវាជាប់គុក1យើងមាន3ចំណុចណានិយាយចំណុចទី1បទញុះញង់ឲ្យមានការរើសអើងណាបើថាយើងនិយាយទៅអ្នកផ្សេងគឺរើសអើងម្នាក់នឹងហ្មងខ្ពើមស្អប់ហ្មងមិនចូលចិត្តយោងទៅតាមមាត្រា496ប្រសិនបើការជេរប្រមាថនោះមានលក្ខណៈញុះញង់បងប្អូនយើងយល់ពាក្យញុះញង់ញុះឲ្យគេខឹងញុះឲ្យគេស្អប់អាហ្នឹងហើយញុះញង់នាំឲ្យមានការរើសអើងពូជសាសន៍រើសអើងណាយើងញុះញង់គេឲ្យស្អប់ឲ្យគេរើសអើងពូជសាសន៍រើសអើងសាសនាពូជសាសនាពោសម្បុរ3ហ្នឹងប្រយ័ត្នណាយើងជេរគេបានអត់ជាប់គុកយើងពិន័យអស់ត្រឹមតែប្រាក់អីក៏ប៉ុន្តែបើសិនជាយើងជេរគេឲ្យគេរើសអើងពូជសាសន៍រើសអើងសាសនារើសអើងពោសម្បុរបានន័យថាយើងនឹងជាប់គុកក៏បញ្ជាក់អញ្ចឹងណាបងប្អូនយើង3ហ្នឹងណាចំណាំ3ហ្នឹងបើសិនយើងជេរគេក្នុងចំណុច3ហ្នឹងបានយើងកំពុងតែដើរខុសនឹងជាប់គុកហើយក្រៅ3ហ្នឹងអត់អីទេក៏មិនជាប្រាក់អញ្ចឹងគឺត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារចាប់ពីប្រហែលឆ្នាំ1ឆ្នាំទៅ3ឆ្នាំ
តូបញ្ឈឹមនឹងពីនៃជាប្រាក់ចាប់ពី2លានរៀលរហូតដល់6លានរៀលណាចឹងយើងជេរគេទៅតាមបណ្ដាញសង្គមទាំងវីដេអូទាំងសង្គមផ្សេង Facebook YouTube TikTok ទាំងការសរសេរ description អក្សរទាំងចេញវីដេអូរូបភាពឌឺដងគេណាយើងជេរប្រមាថគេអត់មានទោសជាប់គុកទេក៏ប៉ុន្តែបើសិនជាយើងជេរប្រមាថគេចូលទាំង3នេះជេរប្រមាថគេឲ្យញុះញង់ឲ្យគេរើសអើងសាសនារើសអើងពូជសាសន៍រើសអើងពរសម្បុរបានយើងកំពុងតែជាប់គុកហើយហ្នឹងជេរគេហ្នឹងគឺជាប់គុកហ្មង1ឆ្នាំទៅ3ឆ្នាំពេលនេះជាប្រាក់2លានទៅ6លានអូខេចំណុចមួយទៀតអាចនឹងជាប់គុកដែរណាបងប្អូនយើងអាចជាប់គុកដែរណាការគំរាមកំហែងថានឹងសម្លាប់គេនេះបើសិនជាយើងគំរាមកំហែងថាយើងទៅសម្លាប់គេណាសម្លាប់គេណាអាហ្នឹងក៏ជាប់គុកដែរណាគេចអត់ផុតទេណាអាហ្នឹងយកទៅតាមមាត្រា233ជាប់គុកតែរឿងគុកគឺរឿងព្រហ្មទណ្ឌហើយមិនបាច់ឆ្ងល់ទេបងប្អូនយើងណាឲ្យតែរឿងគុករឿងព្រហ្មទណ្ឌហើយអញ្ចឹងមាត្រាបងប្អូនទៅមើលព្រហ្មទណ្ឌទៅឃើញណាប្រសិនបើជាការជេរប្រមាថនោះមានលីឡំជាមួយនឹងការគំរាមសម្លាប់ឬគំរាមធ្វើបាបរូបរាងកាយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី6ខែទៅ2ឆ្នាំណានៅពេលដែលយើងជេរប្រមាថគេនេះយើងជេរប្រមាថគេហើយយើងនិយាយថាយើងចង់សម្លាប់គេយើងគំរាមថាចង់ធ្វើឃាតគេណាអាហ្នឹងជាប់គុកណាបងប្អូនយើងជាប់គុកណាអត់ទាន់បានធ្វើអីទេគាត់ជេរគេសាធារណៈគំរាមគេជាសាធារណៈហ្នឹងគុកហ្មងគុកចាប់ពី6ខែទៅ2ឆ្នាំបញ្ជាក់អីហ្នឹងណាចំណុចទី3ជេរគេជាសាធារណៈគំរាមកំហែងគេសាធារណៈចំណុចទី3នេះគឺបែរថាមិនព្រមសងប្រាក់ពិន័យមិនព្រមសងប្រាក់ពិន័យណាបាទប្រសិនបើតុលាការកាត់ទោសឲ្យពិន័យជាប្រាក់ហើយបុគ្គលនោះរឹងរូសមិនព្រមបង់ប្រាក់ពិន័យចូលរដ្ឋឬមិនសងជំងឺចិត្តតាមកំណត់តុលាការនឹងអាចបដូរទោសពិន័យនោះទៅជាដាក់ជាប់ពន្ធនាគារវិញគេហៅថាបង្ខាំងដល់រូបកាយណាអាហ្នឹងណាបងប្អូននៅពេលយើងជេរគេនៅតាមសាធារណៈណានៅតាមបណ្ដាញសង្គមណាពេលដែលប៉ូលីសចាប់បានបញ្ជូនទៅតុលាការអត់ជាប់គុកទេណាអត់ជាប់គុកទេអាហ្នឹងទោសស្រាលអត់ជាប់គុកទេក៏ប៉ុន្តែទោសដែលអាចជាប់គុកបានគឺដោយសារតែយើងគេដាក់គុកឲ្យគេពិន័យជាប្រាក់ពិន័យជាប្រាក់ចាប់ពី 10,000 រៀលរហូតដល់10 លានរៀលអញ្ចឹងបើយើងមិនបង់អាលុយនឹងទេតុលាការនឹងដាក់យើងក្នុងគុកដែរហើយហ្នឹងណាមួយទៀតយើងជេរគេប្រមាថគេគំរាមសម្លាប់គេអាហ្នឹងក៏ជាប់គុកដែរ1ឆ្នាំទៅ2ឆ្នាំមួយទៀតរំលឹកឡើងវិញយើងជេរញុះញង់ឲ្យគេរើសអើងទី1សាសនារើសអើងទី2ពរសម្បុរពូជសាសន៍ពរសម្បុរហើយទី3ពូជសាសន៍អា3ហ្នឹងតែយើងមានពាក្យណាជេររើសអើងញុះញង់បែរថាយើងក៏ជាប់គុកដែរអានេះបញ្ជាក់ណាជេរគេជាប់គុកណាជេរគេជាសាធារណៈណានៅតែមានទោសជាប់គុកអញ្ចឹងគាត់ថាពេលខ្លះបើសិនជាយើងដឹងកំហុសហើយយើងធ្វើតាមប្រព័ន្ធតុលាការវាអាចសម្រាលទោសយើងខ្លះបានចង់បញ្ជាក់អញ្ចឹងណាបងប្អូនយើងណាអូខេឥឡូវខ្ញុំចែករំលែកជាចុងក្រោយជាមួយនឹងដំបូន្មានខ្លះតាក់ទងជាមួយនឹងការជេរប្រមាថតាក់ទងជាមួយនឹងផ្លូវច្បាប់ចែកជូនទៅកាន់បងប្អូនយើងបើយើងនិយាយពីបណ្ដាញសង្គមសប្តាហ៍ថ្ងៃនេះគឺជាគេថាទីសាធារណៈឯងមិនថា Facebook YouTube TikTok វាស្មើនឹងគេជេរគេសាធារណៈឯណាទាំងអក្សរសរសេរទាំងវីដេអូទាំងរូបភាពយើងជេរឌីលគេណាមួយទៀត comment ក៏មានបញ្ហាណា comment ជេរគេឌីលគេសម្រាប់គេហ្នឹងណាហ្នឹងក៏មានបញ្ហា comment share ហ្នឹងឬក៏យើងផុសជេរប្រមាថហ្នឹងសិតចូលចំណុចហ្នឹងណាដែលធ្វើឲ្យអ្នកដតីហ្នឹងអាចមើលឃើញឬដឹងឮឲ្យតែអ្នកផ្សេងមើលឃើញ comment យើងឃើញការ share របស់យើង share ឲ្យយើង share លើហ្នឹងណាឲ្យតែអ្នកផ្សេងឃើញវាសុទ្ធតែអាចคล้ายទៅជាផុសតាងរឹងមាំតាមផ្លូវច្បាប់ដែលជនរងគ្រោះអាចយកទៅប្តឹងផ្ដាល់បានយ៉ាងងាយស្រួលដូច្នេះបើមានទំនាស់គួរដោះស្រាយតាមសម្រួលឬតាមផ្លូវច្បាប់ជៀសវាង
ការបង្ហោះជេរគ្នានៅលើបណ្ដាញសង្គមខ្ញុំឃើញមករយៈនេះឃើញបងប្អូនយើងឃើញទេជេរគ្នាពេញបណ្ដាញសង្គមអ្នកល្បីមានអ្នកអនឡាញផ្សេងចុចចឹងទៅខ្ញុំអត់បង្ហាញឈ្មោះទេអត់បង្ហាញឈ្មោះថាបកគលនឹងជាអ្នកណាទេក៏ប៉ុន្តែអ្នកដែលជេរគ្នាតាមបណ្ដាញសង្គមនឹងសិតបកគលល្បីហ៎ហើយជេរសិតចុចឈ្មោះចំណាអានឹងសិតទោសណាសិតមានទោសហើយសិតមានទោសហើយអញ្ចឹងអ្នកដែលជេរគេហ្នឹងអ្នកដែលត្រូវគេជេរហ្នឹងអ្នកហ្នឹងអាចមានសិទ្ធិប្តឹងទៅកាន់តុលាការបើជេរកម្រិតស្រាលមិនរើសអើងពូជសាសន៍មិនពោសម្បុរអីទេសាសនាអីទេអាចប្តឹងឲ្យបង់លុយសងជំងឺចិត្តដែលតុលាការកំណត់ហើយយើងមិនមែនចេះតែយើងប្តឹងណាចង់សងប៉ុណ្ណេះអាស្រ័យទៅលើយើងទេមិនមែនទេនេះគឺការកំណត់របស់តុលាការឲ្យសងប៉ុន្មានគឺយើងទទួលប៉ុណ្ណឹងណាមិនមែនយើងកំណត់ខ្លួនឯងទេហើយប្តឹងហ្នឹងគឺចាប់គាត់យកមកដោះស្រាយគ្នាបងលុយចូលរដ្ឋ 100000 រៀលរហូតដល់20 លានរៀលនេះបញ្ជាក់ឡើយហ្នឹងយើងជេរគេអស់លុយអញ្ចឹងណាហើយការជេរហ្នឹងបញ្ជាក់រំលឹកឡើងវិញ comment ជេរគេក៏ខុសដែរណា share ជេរគេក៏ខុសដែរណាផុសជេរគេជាសសរក៏ផុសខុសដែរណាផុសជាវីដេអូជេរគេក៏ខុសដែរណាខុសច្បាប់អរគុណបងប្អូនយើងខ្ញុំចែកម្លែកតែប៉ុណ្្នឹងឯទេចែកជូនទៅកាន់បងប្អូនយើងកុំឲ្យខុសច្បាប់ទាំងអស់គ្នាតែខុសច្បាប់គឺពិបាកបន្តិចហើយអរគុណបងប្អូនយើងជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយផងដែរ